ថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអរគ្នាពីរបៀបខគោដែលមានរសជាតិឆ្ងាញ់ហើយឈ្ងុយយើងធំក្លិនទៅគឺឃ្លានចង់ហូបតែម្ដងអញ្ចឹងគឺខ្ញុំបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយអញ្ចឹងសម្រាប់ចុងភៅថ្ងៃនេះគឺជាប្តីរបស់ខ្ញុំគាត់បញ្ចេញស្នាដៃដោយសារគាត់ជាចុងភៅប្រចាំផ្ទះមួយហើយចាអញ្ចឹងឥឡូវយើងចូលមកដល់ពីរបៀបធ្វើតែម្ដងអញ្ចឹងជាមុនដំបូងគឺសាច់គោចំនួន3គីឡូយើងយកមកស្រុះជាមួយនឹងគល់ស្កេស្លឹកក្រូចសិនបន្តមកទៀតខ្ញុំសូមបង្ហាញគ្រឿងផ្សំដើម្បីយើងយកមកខគោឲ្យរសជាតិខគោរបស់យើងគឺមានរសជាតិឈ្ងុយឆ្ងាញ់ខ្ទឹមសហើយបន្តមកគល់ស្កេស្លឹកក្រូចលំដេងហើយបន្តមកនេះគឺម្ទេសឆ្អើម្ទេសដែលកញ្ចាំហើយម៉ត់ហើយបន្តមកគឺយើងមានដើមឈើអែមហើយនឹងបើកាក់ផងដែរអញ្ចឹងគឺយើងជំនួយឲ្យឈ្ងុយណាបន្ទាប់នេះគឺសាច់តេកន្លះកញ្ចប់បន្ទាប់មកគ្រឿងការីអញ្ចឹងឥឡូវគឺជំនួសបងខ្ញុំរៀបចំដើម្បីយើងខគោយើងហ្មងគឺយើងចាក់ប្រេងឆាចូលសិនបន្ទាប់មកយើងយកគ្រឿងរបស់យើងទាំងអស់ហ្នឹងចាក់ចូលដើម្បីលីងវាឲ្យវាឈ្ងុយឥឡូវដល់វគ្គត្រង់កន្លែងនេះខ្ញុំសូមអបចូលសលេងឲ្យប្តីខ្ញុំគាត់ជាអ្នកប្រើសំឡេងរៀលរបស់គាត់ដែលគាត់ធ្វើបដាគាត់ប្រាប់ពីគ្រឿងដាក់បដាដោយសារគាត់ជាចុងភៅប្រចាំផ្ទះហើយគាត់ស្លមួយគឺជាតិឆ្ងាញ់យើងលីងទៅហើយយើងដាក់ខ្ទឹមតែយើងច្រាំបងប៉ុណ្ណឹងវាធំក្លិនឈ្ងុយពីគេបណ្ដាក់ច្បាស់ហើយយើងយើងច្រាំយើងដាក់ស្ករក្រហមទៅយើងច្រាំទៅមកស្ពេខ្មែរយើងបងប្អូនខ្លះចោលបានព្រោះខ្ញុំស្លអត់នេះដែរតែកដាឆ្ងាញ់ខ្ញុំនិយាយដាក់ចិនទេដាក់កន្លះបានគ្រឿងការីហើយយើងចាប់តាមដាក់ស្ករចោលនេះអែមតិចอันนี้ดอกคูขับกระเรน ដាក់មកគោខាប់ហើយចម្រាញ់ ជា3លក់ឈ្ងុយណាបងប្អូនអត់ប្រហែលជាស្មានណាបងប្អូនស្មានខ្ញុំដាក់ប្រហែលចិត្តមកថាព្រាព្រោះវាប្រៃខ្ញុំសើសុបព្រាបាយវាចេញក៏មកព្រាបាយអស់មកបងប្អូននៅធំណាដែរវាគាត់ថៃរបស់ខ្មែរតែរបស់ថៃហើយមកវែកណាមកណាស់ហ្នឹងហើយខូចទៀតតាមខូចទៀតបងប្អូនឈ្ងុយខ្លាំងមកហើយចាក់សាច់ចូលរួចទូទឹកទឹកก็ได้ครับ
បងធ្វើប្រហមល្អមកប្រហមល្អបងប្អូនអើយបងប្អូនឃើញហ្នឹងដល់ឆ្ងាញ់ខ្ញុំដាក់ស្ករសថែមវេទៀតបងប្អូនដោយសារខយើងត្រូវយ៉ាងផ្អែមតិចណាសាច់គោបងប្អូនប្រហែល3គីឡូហើយខ្ញុំធ្វើខគោនេះសម្រាប់ទុកទុកកំណត់កូនស្រីខ្ញុំឯងគាត់យើងដៅហើយបងប្អូនយើងមកហូបជុំគ្នាហើយឥឡូវយើងដាក់ការ៉ុតដូងបងប្អូនអូមីចិត្តលើខ្ញុំដាក់ទឹកដៅចូលបងប្អូនជំរាបលាឥឡូវយើងដាក់ទឹកដៅហើយមកវាពុះឲ្យងាស់វាហុយសាច់ទៅបានហើយបងប្អូនហើយទឹកកុំឲ្យតិចពេកក៏ច្រើនពេកដែរមកមើលបានហើយវាទៅនៅទឹកច្រើនក៏ងាស់ទៀតអើបុកអើលើនេះដាក់ស្រាប់ vậy